តើគុណខ្មែរពេជ្រសម្បត្តិចៅក្រមត្រៀមប្រុងព្រឹបប្រកួតប្រដាល់គុណខ្មែរគូទី3ដែលជាគូមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1 The blue corner from Iran ចាប់ផ្ដើមមួយសម្បត្តិប្រាប់ខ្ញុំថាពេលដែលជួឡានមក3នេះជីមិនប៉ះម៉ូតូគេទេមិញណាលោកថាមកមិនប៉ះម៉ូតូគេអស់ស្តុបឡានគេទៅបាទគេតែគេប្រាប់ថាអ៊ីរ៉ង់មួយនេះមើលទៅមិនស្រាលទេមើលទៅមិនស្រួលប្រហែលទេសំខាន់លើកលពេញដែរចាប់ផ្ដើមសិនបាទពេជ្រសម្បត្តិបានដឹងគូប្រកួតរួចទៅហើយតែមិនមើលស្រាលចំណុចខ្នាមួយទេដល់ចូលពេជ្រសម្បត្តិលូកដែរឆ្វេងបាទទាត់ជើងរបស់អ៊ីរ៉ង់ធាក់ឆ្វេងអ៊ីរ៉ង់វាយដកថយមិនហ៊ានតែចិត្តសម្បត្តិនេះខ្លាចសម្បត្តិយំដោយមិនសិនភពគេដាប់ដៃបាទដាប់ដៃមួយដៃឆ្វេងរបស់អ៊ីរ៉ង់បាទយ៉ាសាទាត់ឆ្វេងលូកដៃស្នប់ខាងលើឆ្វេងរបស់ពេជ្រសម្បត្តិទាត់មកដៃដូចគ្នាបាទដល់ចូលមកដៃក្បាលពួររបស់ពេជ្រសម្បត្តិលាក់ជើងក្រោមមួយជើងក្រោមរបស់ពេជ្រសម្បត្តិបាទអ៊ីរ៉ង់មើលលើក្រោមបាទលូកទៅបីថ្វាយផ្កាឆ្វេងពេជ្រសម្បត្តិមួយដល់ចូលទៀតបាទវាយស្នាមម្ដាយអ៊ីរ៉ង់ចាប់អោបជង្គង់ស្នាមពេជ្រសម្បត្តិជង្គង់ស្នាមរបស់យ៉ាសាកាច់គ្រាជង្គង់ឆ្វេងស្នាមដូចគ្នាដល់មកបែកពីញ៉ាកណ្ដាលសិនដាក់ដៃរបស់លោកស៊ីធាក់ឆ្វេងរបស់អ៊ីរ៉ង់មួយដៃស្នាមពេជ្រសម្បត្តិអត់ត្រូវគោលដៅបាទជាយាមកណ្ដាប់ដៃស្នាមឆ្វេងរបស់អ៊ីរ៉ង់មួយទៀតមួយជើងស្នាមរបស់អ៊ីរ៉ង់មួយកណ្ដាប់ដៃអ៊ីរ៉ង់វត្តឆ្វេងអ៊ីរ៉ង់បាទពេជ្រសម្បត្តិដល់ចូលមួយកែងអត់ដល់បាទអ៊ីរ៉ង់វាយស្នាមពេជ្រសម្បត្តិគួយបាទគាត់ជើងឆ្វេងរបស់អ៊ីរ៉ង់ដួលអត់ខ្លួនដែរបាទយ៉ាងណាទឹកទី1បានរំកិលទៅហើយមួយដៃឆ្វេងមួយដៃស្នាមពេជ្រសម្បត្តិអត់ត្រូវធាក់ជើងស្នាមរបស់អ៊ីរ៉ង់បាទមួយដៃឆ្វេងទាត់ជើងស្នាមរបស់ពេជ្រសម្បត្តិក្រោប3ព្រៃមួយដៃស្នាមឆ្វេងរបស់ពេជ្រសម្បត្តិអ៊ីរ៉ង់បាទចលនាកណ្ដាប់ដៃលឿនលះដល់ចូលទៅបាំងបកគោលរៀងខ្លួនទៀតរៀងខ្លួនមួយជើងឆ្វេងបាទទៅយ៉ាងណាយ៉ាងណីមួយដៃពេជ្រសម្បត្តិបាទពេជ្រសម្បត្តិមើលសិនគុំជាប់ដល់ចូលទៅបីថ្វាយផ្កាស្ដាប់អូយបាទវាយសិនទៅឈោងវាយបាទពេជ្រសម្បត្តិបាទឈោងវាយអ៊ីរ៉ង់លូកមួយដៃឆ្វេងមួយដៃឆ្វេងពេជ្រសម្បត្តិឆក់ត្រូវបាទឆក់ត្រូវបីរឿងខ្លាចឆក់ខុសជើងស្ដាប់ពេជ្រសម្បត្តិស្រាលតិចសិនបាទទាត់ជើងស្ដាប់កាប់គល់បាទពេជ្រសម្បត្តិកណ្ដាប់ដៃសជ័យបាទវាយឆ្វេងទាត់ជើងស្ដាប់មួយអ៊ីរ៉ង់ទាត់ដែរបាទលឿនទៅលឿនមកបាទលឿនទៅលឿនមកសៀវជំនួសបាទកណ្ដាប់ដៃបាទបបពិសោធន៍ពេជ្រសម្បត្តិធ្លាប់ចាញ់11ដងបាទដល់ចូលទៀតមួយដៃឆ្វេងស្ដាំបង្គោលខៀវសេចក្ដីអ៊ីរ៉ង់វាយដកថយអត់ជាប់ពេជ្រសម្បត្តិកាច់គ្រាបោះជង្គង់ស្ដាំបាទពេជ្រសម្បត្តិប្រាប់ថាបង្គោលខៀវធ្លាប់ជួបខេមច័ន្ទបាទកាលនោះខេមច័ន្ទទាត់ជើងខ្ពងតែលើកនេះពេជ្រសម្បត្តិថាមិនមើលស្រាលការប្រកួតទេដល់ចូលចាប់ជួបមួយជើងពេជ្រសម្បត្តិមួយដៃពេជ្រសម្បត្តិវត្តផុតទៅទៀតបាទកណ្ដាប់ដៃបាំងបង្គោលអ្នកទុកគ្រាគួរជើងរបស់អ៊ីរ៉ង់ចាប់ទឹកទី1បាទរងចាំទឹកទៀតទៅមើលបាទគាត់ដឹងតែពេជ្រសម្បត្តិប៉ុណ្ណៃយើងគាត់លេខដៃជាមួយពេជ្រសម្បត្តិពេជ្រសម្បត្តិក៏ចូលច្រើនដែរណាបាទការពីទឹកមួយកន្លងទៅមុនប្រកួតពេជ្រសម្បត្តិសួរលោកនៅឋានថាមិនដែរបងឥឡូវយើងឃើញណាបាទមិនដែរទេគឺថាប៉ុណ្ណឹងតសងទៀតទេបាទតែកន្លងផុតទៅគាត់ចេះរកវិធីសួរឃើញគាត់តែសួរលោកនៅឋានមិនដែរបងដែលជាគូមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី2បងក្រៅអ្វីក្រៅពីជូនពរឲ្យបងជាអ្នកដែរបាទមិនភ័យទេណាមិនភ័យទេបាទ1 2ទាត់ក្រោមរបស់សម្បត្តិយ៉ាសានេះប្រវត្តិប្រកួតចាញ់តែ2ដងទេ1 2របស់ពេជ្រសម្បត្តិទៀតយ៉ាសាចល័តមកពេជ្រសម្បត្តិគាត់លើសងពីដៃថែមជើងរបស់យ៉ាសាបាទដោដៃគ្នា1 2ថែមទៀតពេជ្រសម្បត្តិដល់ចូលទៅបាត់បុកចូលឆ្វេងចូលស្ដាប់យ៉ាសាគេចផុតខ្លះអីខ្លះត្រូវខ្លះពេជ្រក្រោមស្រុបតិចអត់ច្រើនទៅចេញដាច់បាច់បាក់ទល់ចូលបាច់ជឿបាច់ខ្លីផុតស្ដាំបណ្ដៃទៀតរបស់សម្បត្តិយ៉ាសាគិតផុតបាទប្រឆាចាក់បញ្ជើងចាប់ជើងទាត់វិញខ្លីជាងបាទបបាវាយសម្រាប់សម្បត្តិបបាវាយណាបាទអ្នកបដិរងនេះរឿងកាត់ល្អកែងផងដៃផងគៀកចាប់ដល់គៀកមិនដែរតាប់ទាត់បញ្ជើងរបស់សម្បត្តិយ៉ាសាគិតផុតធាក់បញ្ជើងបោះទៅវិញថែមបណ្ដៃទៀតរបស់យ៉ាសាសម្បត្តិផ្ទះក្រោមបីលើទាត់ក្រោមវិញណែមានទៅមានមកឥឡូវចូលឆ្វេងបាត់បកែងតាមបីស្ដាប់ឆ្វេងស្ដាប់ដល់ខ្លួនទាត់បញ្ជើងថែមយ៉ាសាស្រុបតិចទៅរសាស្មារតីបានតាមបីថែមរបស់សម្បត្តិស្ដាប់ថែមឆ្វេងថែមទៅអើយក្រោមបីព្រៃហ្វត់ស្លៃទៅឆ្វេងទៅស្ដាប់ធ្វើឲ្យអ្នកបដលីរងស្រុតទៅនឹងជ្រុលខៀវរបស់ខ្លួន8វាយទៀតទេយ៉ាសាថាវាយទៀតនៅសល់ពេល1នាទីទៀតយ៉ាសាច្បាស់ជិតខ្លួនអូទេងងឹតមកឈឹងអូរលីងតែម្ដងយ៉ាសាបាទប្រឹងវាយទៅលើសម្បត្តិច្រើនដែរវាយចូលសម្បត្តិច្រើនដែរតែមិនសូវជាធ្ងន់ដូចជារងពីការសន្ធាប់របស់សម្បត្តិ
បាទនិយាយមែនតើចំនួននៃការវាចំគោលដៅយ៉ាសាខ្ញុំជឿថាគាត់បីចូលគោលដៅច្រើនជាងតែគាត់ថាវារឿងនេះថាមិនជាធ្ងន់ប៉ុន្មានបាទឯសម្បត្តិមួយប៉ុន្តែធ្ងន់លើកនេះយ៉ាសារៀងងងឹតមុខបន្តិចបាទយើងមើលបាទការឆក់កណ្ដាប់ដៃរបស់សម្បត្តិកងនេះចូលមកដៃកន្លែងនេះបាទពេញទៅក្នុងថ្ពាល់ធ្វើឲ្យយ៉ាសាសរុតទៅតែម្ដងបាទត្រង់នេះគឺការដេញបាទពីសម្បត្តិនេះចូលកន្លែងនេះពេញមួយល្ងឹតហ្មងបាទមួយល្ងឹតហ្នឹងហ្មងអញ្ចឹងគឺសម្បត្តិនៅតែជាបាទកីឡាករដ៏ឆ្នើមបាទបងប្អូនមហាជននៅតែទុកចិត្តជឿជាក់លើកណ្ដាប់ដៃរបស់អ្នកប្រដាល់ដែលមានរហស្សនាមថាក្របីព្រៃបាទពេជ្រសម្បត្តិដូច្នេះពេជ្រសម្បត្តិក៏នឹងទទួលបានបាទនៅប្រាក់លើកទឹកចិត្តបន្ថែមទៀតបាទពីគូបតាហើយបន្ទាប់ពីនេះទៅក៏នឹងមាន2គូទៀតបាទគីឡូ57និងគីឡូ54បាទបាទជាក្នុងឱកាសនេះមុននឹងប្រកាសលទ្ធផល I would like to invite Mr. Warapong Osatapan Senior Executive Vice President of Siam Kubota please invite to the stage to give award to the winner please កីឡាករបង្គោលក្រហមពេជ្រសម្បត្តិឈ្នះកីឡាករបង្គោលខៀវដល់បង្គោលខៀវបបងកាប់ប្រកួតក្នុងទឹកទី2បាទជាការលើកទឹកចិត្តបាទគូមុនគឺ80,000 រៀលគូនេះគឺ1,200,000 រៀលបាទផ្ដល់ជាការលើកទឹកចិត្តដល់ពេជ្រសម្បត្តិបាទសម្បត្តិមួយរយៈនេះគឺគ្រប់ហើយបាទសង់ផ្ទះឲ្យរួចរាល់ទៀតដាក់រង្វាន់បានបន្ថែមពីលើកន្លែងមួយគ្រឿងទៀតលុយប្រទេសថ្ងៃនេះសល់ចូលឆ្នាំបាទទៅអង្គរសង្ក្រានទាំងអស់គ្នាទៅប៉ុណ្ណឹងគោបាទទៅប៉ុណ្ណឹងសេះទៅទាំងអស់គ្នាបាទត្រៀមណាថ្ងៃឆ្នាំនេះគឺសប្បាយណាលោកនាថានខ្ញុំត្រៀមខ្លួនហើយទៅអង្គរសង្ក្រានត្រៀមដូចគ្នាបាទបាទលោកនាថានបែរជាគិញផុតទេ